Lời níបាទខ្ញុំមកចែករំលែកប្រាប់ពុកម៉ែបងប្អូនពីការមើលនៅរង្វាន់ភេទជ្ជៈវើក3កំប៉ុងនិងប៊ូត្រង់1កំប៉ុងអញ្ចឹងប៊ូត្រង់នេះប្រហែលជា130លានបងប្អូននេះប៊ូត្រង់130លាននេះសម្រាប់ភេទជ្ជៈវើកអាចនឹង$10000ជាងឬក៏8000ដោយសារយើងត្រូវជាមួយនឹងឈួងណាឈួងឬក៏ផ្កាយនាំសំណាងវាដូរស្មើនឹង2500ណា2500សម្រាប់ផ្កាយសំណាងបាទអញ្ចឹងជាទូទៅគឺគ្រប់ភេទជ្ជៈដែលមានរង្វាន់និងស្រាបៀរដែលមានរង្វាន់ខ្ញុំតែងតែធ្វើវីដេអូដាច់ចែករំលែកចែកជូនពុកម៉ែបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គម YouTube Facebook Page TikTok ផងដែរអញ្ចឹងមកពុកម៉ែបងប្អូនពេញចិត្តកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីពីរូបខ្ញុំជាច្រើនទៀតអរគុណច្រើនឥឡូវកុំឲ្យខាតពីយូរបាទហ្នឹងហើយអញ្ចឹងឮថាក្រុមហ៊ុនថាខែ10នឹងបិទរង្វាន់ស្រាបៀរតែខ្ញុំអត់ដឹងថាបិទមកលើភេទជ្ជៈដែរអត់ទេណាបងប្អូនអញ្ចឹងបងប្អូនបើដឹងបិទទៅលើភេទជ្ជៈបងប្អូនជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងព្រោះបើសិនឲ្យខែ10គេបិទខ្ញុំនឹងអត់មានវីដេអូចែករំលែកទៀតទេបងប្អូនទាំងស្រាបៀរទាំងភេទជ្ជៈផងដែរបាទឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំនឹងបញ្យល់សម្រាប់ខ្ញុំលេខកូដបាតគឺខ្ញុំអត់សង្កេតទេណាបងប្អូនតែបងប្អូនមួយចំនួនគាត់ comment សួរថាកំពុងតែត្រូវលេខកូដបាតប៉ុន្មានបាទឥឡូវនេះអញ្ចឹងទី1ភាគច្រើនដែលត្រូវ80% 90% នេះបងប្អូនមើលជាមួយនឹងបន្ទាត់វានេះបន្ទាត់វាក្រហមដែរយើងមើលសូវឃើញវាបុកចំប្រោះរានៅកបិលកំប៉ុងឬចំកពក់នៅកបិលកំប៉ុងអញ្ចឹងឥឡូវនេះ3កំប៉ុងមើលអានេះសិនអានេះបន្ទាត់វាអត់ចំទេគឺវានេះនៅចំនៅវិជីនៅនេះបាទហើយមើលអានេះមួយទៀតអានេះចំក្រាលអញ្ចឹងអា2ក្រាលនេះចំក្រាលកបិលកំប៉ុងហើយសម្រាប់ប៊ូត្រង់នេះមិនសង្ឃឹមទេប៊ូត្រង់បាទប៊ូត្រង់អ្នកខ្លះគេថានេះយកអាដៃបោះនេះបុកចំពីខាងក្រោយកបិលកំប៉ុងណាបងប្អូនពីខាងក្រោយឬក៏ពីខាងមុខគឺវាត្រូវបាទហ្នឹងហើយអញ្ចឹង4នេះយើងមិនបាច់និយាយអីច្រើនទេយើងសង្ឃឹមថាត្រូវរង្វាន់ធំចុះបាទសង្ឃឹមថាវើកត្រូវ2កំប៉ុងប៊ូត្រង់ខុសវើកត្រូវ3វើកត្រូវចានេះខុសបន្ទាត់អញ្ចឹងប្រហែលជាអត់អាចត្រូវឥឡូវក៏ខុសឡូវក៏ខុសមួយប៊ូត្រង់មួយនឹងដឹងខុសប៊ូត្រង់អត់មានដៃយកបុកចំមានវ៉ាន់ទេវ៉ាន់ក៏ខុសមិនត្រូវក៏មានសេខ្ជូមួយប៊ូត្រង់ហ្នឹងហើយមកតែឲ្យមកទាំងកាន់ជើងហើយនេះឃើញទេបងប្អូនហ្នឹងប៊ូត្រង់ខ្ញុំដឹងតែខុសហើយវាចេញមកអញ្ចឹងតែសម្រាប់វើក3នេះបងមិនត្រូវ2គឺត្រូវ1បាទគឺខុស1ត្រូវ2វាមិនអាចត្រូវទាំង3ទេឬក៏វាមិនអាចខុសទាំង3ដែរហ្នឹងហើយខ្ញុំថាត្រូវ2ចុះវើកនេះត្រូវ2ខុស1ឥឡូវក៏ជាមួយខ្ញុំវើកកាលណាមានសកម្មកគឺដឹងតែត្រូវហើយវ៉ាន់កបងប្អូនខុសមួយត្រូវមួយនេះបងប្អូនដោយសារវាមាននេះបន្ទាត់ក្រាលវាបុកចំឥឡូវអាហ្នឹងគោលការណ៍ដែលខ្ញុំធ្លាប់មើលវាត្រូវភាគច្រើនឥឡូវបុកចំក្រាលគឺត្រូវមួយហើយបុកចំក្រាលមួយទៀតគឺត្រូវ2បងប្អូនអញ្ចឹងអានេះអត់ចំក្រាលអត់ចំក្រាលយើងអាចនឹងខុសប៉ុន្តែបើសិនជាយើងទិញ10កំប៉ុងវាមិនអាចថាខុសទាំង10ទេណាវាគ្រាន់ថាខុស7ខុស8ត្រូវ1ត្រូវ2ដែរអញ្ចឹងដោយសារតែមានអញ្ចឹងអត់អញ្ចឹងខុសទាំងអស់ហើយប្រភេទបុកចំក្រាលក៏មិនមែនថាអត់តែបន្ទាត់បុកក្រាលឬចំកពក់10កំប៉ុងត្រូវទាំង10ទេខ្ញុំនិយាយតែ80% 90%ទេអញ្ចឹងបើយើងត្រូវ3យើងនឹងរួចខ្លួនផាច់មកផាច់មានចំកំកផាច់ត្រូវមួយទៀតខុសត្រូវអត់ត្រូវទាំង3អត់រង្វាន់ត្រូវ3អូខេមកឡាមួយមកគឺខ្លួន50ឡា50មកឡាក៏ចំណេញកាយសំណា2យ៉ាគូសំវើកទិញមកពីណាទិញមកបាក់គេទៀតខ្វាច់មកកំប៉ុងទាំង3បងប្អូនហើយណែខុសតែប៊ូត្រង់មួយបាទអញ្ចឹងយើងគិតថា3នេះគឺត្រូវទាំង3ខុសប៊ូត្រង់មួយបងប្អូនពីពើកណាបាទអរគុណសម្រាប់ពុកម៉ែបងប្អូនតាមដាននៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe ដាក់រូបកណ្ដឹងមួយផងជួបគ្នានៅវីដេអូក្រោយបាយ